បាទសូមជំរាបសួរពុកម៉ែបងប្អូនអ្នកខេត្តសៀមរាបក៏ដូចជាបងប្អូនមកដំណើរកម្សាន្តនៅខេត្តសៀមរាបទាំងអស់គ្នាបាទសម្រាប់បងប្អូនមកពីចម្ងាយបងប្អូនមកដល់ផ្សារលើធំថ្មីខេត្តសៀមរាបហើយបងប្អូនធ្វើដំណើរបន្តមកត្រង់រហូតគឺយើងអត់បាត់ទៅឆ្វេងទៅស្ដាំអីទេដើម្បីទៅដល់ហាងនំកូខេកគឺយើងឆ្លងកាត់ស្តុបតនើយហើយយើងធ្វើដំណើរមកត្រង់ទៀតរហូតដល់ស្តុបកោះកេបាទស្តុបកោះកេក៏យើងអត់បាត់ទៅឆ្វេងទៅស្ដាំអីដែរបាទហួសស្តុបកោះគេមកគឺយើងឆ្លងស្ទឹងបងប្អូនឆ្លងស្ទឹងនៅកន្លែងព្រះអង្គជ័យព្រះអង្គចោមបាទហើយផ្លូវជាតិលេខ6កាលពីមុនគឺយើងជិះទៅត្រង់បានប៉ុន្តែបច្ចុប្បន្ននេះគឺយើងត្រូវបត់ស្ដាំមកដល់ព្រះអង្គជ័យព្រះអង្គចោមគឺយើងធ្វើការវៀងកន្លែងព្រះអង្គជ័យព្រះអង្គចោមហ្នឹងហើយបងប្អូនឃើញស្តង់នៅខាងមុខនោះគឺរៀងរាល់ថ្ងៃសៅរ៍អាទិត្យគឺបងប្អូនយើងរៀនលក់បន្លែធម្មជាតិភូមិមួយផលិតផលមួយបាទបងប្អូនឃើញស្រាប់ហើយនៅមុខខ្ញុំនេះគឺគ្រោះថ្នាក់ចរាចរណ៍ថ្មីអញ្ចឹងសូមបងប្អូនមកកាន់ការប្រុងប្រយ័ត្នទាំងអស់គ្នានៅតាមដងផ្លូវបើកបរគ្រប់ច្បាប់ចរាចរណ៍និងចេះជាស្រ័យគ្នាទៅវិញទៅមកបាទអញ្ចឹងបន្តមកវីដេអូយើងគឺយើងជិះបន្តរហូតមកដល់ផ្លូវមួយនេះគឺយើងបត់ទៅខាងឆ្វេងបងប្អូនបត់ទៅខាងឆ្វេងដល់ស្តុបស៊ីវត្ថាយើងបត់ទៅស្ដាំតាមផ្លូវជាតិលេខ6វិញចឹងយើងមកដល់ផ្លូវជាតិលេខ6បងប្អូនធ្វើដំណើរមកត្រង់គឺដល់ស្តុបមួយទៀតគឺស្តុបទលេសាបតែម្ដងហើយស្តុបទលេសាបបងប្អូនឃើញហាងនំកូខេកនៅខាងឆ្វេងដៃតែម្ដងគឺជាប់នឹងកែងស្តុបទលេសាបតែម្ដងបងប្អូនឃើញហាងនំនៅខាងមុខបាទបងប្អូនគឺងាយស្រួលរកមែនតើសម្រាប់បងប្អូនអ្នកខេត្តសៀមរាបផ្ទាល់គឺគាត់ស្គាល់ច្បាស់ស្តុបទលេសាបបាទទល់មុខភុជនីយដ្ឋានទលេសាបឬក៏ស្តុបផ្សារញ៉ែដែរបងប្អូនអ្នកខេត្តសៀមរាបតែងតែហៅបាទអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់បាននំខេកបែបខ្មែររសជាតិឆ្ងាញ់តម្លៃសមរម្យរសជាតិអត់សូវផ្អែមញ៉ាំបានតែក្មេងទាំងចាស់បងប្អូនអាចធ្វើការកម្មង់បានតាមរយៈលេខទូរស័ព្ទខាងលើឬក៏ឆាតមកកាន់ page ផ្ទាល់ខាងបងប្អូនក៏មានសេវាកម្មដឹកជញ្ជូនដល់គេឋានផងដែរបាទសូមអរគុណ